ប្រមុខក្រសួងមហាផ្ទៃកម្ពុជាអបអរសាទរលោករឿងខ្វាងបាក់ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជាក្នុងឱកាសអនុញ្ញាតឲ្យលោកវរៈសេនីយ៍ឯករឿងខ្វាងបាក់ដឹកនាំសហការីចូលជួបសម្ដែងការគួរសមនិងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃអង្គារទី8ខែមេសាឆ្នាំ2025អាយុឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្ដែងការសាទរចំពោះលោកវរៈសេនីយ៍ឯកដែលទទួលមុខតំណែងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមលោកវរៈសេនីយ៍ឯកបានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃកម្ពុជាជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិតដែលជាអ្នកការបានផ្ដល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជាក្នុងបទបង្ហាត់រួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពក្នុងពេលកន្លងមកលោកក៏បានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមនិយាយជារួមរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមនិយាយដោយឡែកក្នុងជំនួបនោះដែរប្រមុខក្រសួងមហាផ្ទៃក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាមដែលតែងតែគាំទ្រនិងផ្ដល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជាក្នុងបទបង្ហាត់រក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមនិងបង្ការទប់ស្កាត់រាល់បទល្មើសនានាជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជាវៀតណាមព្រមទាំងបានផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះអាយុឧត្តមសេនីយ៍ឯកលឿងតាមខ្វាងសមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងនគរបាលវៀតណាមមុននឹងបញ្ចប់ពិធីទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះសូមមានសុខភាពល្អសុភមង្គលនិងទទួលបានជោគជ័យគ្រប់ភារកិច្ចនិងបន្តកិច្ចសហប្រតិបត្តិការឲ្យបានគង់វង្សនិងយូរអង្វែងបន្ថែមទៀត